ភាពខុសគ្នារវាងកិរិយាសព្ទបារាំងសង់ទៀកនិងសឺសង់ទៀកជាភាសាខ្មែរពាក្យទាំងពីរនេះមានភាពដូចគ្នាខ្លាំងគ្រាន់តែមួយគឺជាកិរិយាសព្ទធម្មតាហើយមួយទៀតគឺជាប្រភេទកិរិយាសព្ទ pronominal ឬក៏ verb pronominal ហើយភាពខុសគ្នារបស់ពួកវាផ្សេងទៀតគឺតកតងទៅនឹងអត្ថន័យនិងការប្រើប្រាស់របស់ពួកវាដោយចំពោះកិរិយាសព្ទសង់ទៀកយើងប្រើវាដើម្បីបង្ហាញពីការដឹងពីអ្វីមួយដោយប្រើញាណរបស់យើងដែលតកតងនឹងក្លិនកាយនិងរសជាតិជាដើមឬជាការដឹងអំពីអ្វីមួយដោយវិចារណញាណជាភាសាខ្មែរវាមានន័យស្តៀងនឹងការនិយាយថាធំក្លិនអ្វីមួយស្អីក្លិនអ្វីមួយមានក្លិនអ្វីមួយបញ្ចេញក្លិនអ្វីមួយឬមានអារម្មណ៍ថាមានអ្វីមួយយើងអាចប្រើកិរិយាសព្ទសង់ទៀកតទេនឹងដើម្បីនៅមុខនាមឬក៏ប្រភេទគុណនាមតកតងទៅនឹងរសជាតិក្លិនឬក៏បរិយាកាសឬក៏យើងប្រើកិរិយាសព្ទមួយនេះដើម្បីនាំមក clear enough មួយដោយប្រើគឺបន្ទាប់ពីវាឧទាហរណ៍តកតងទៅនឹងក្លិន Je sens une odeur de café មានន័យថាខ្ញុំកំពុងធំក្លិនកាហ្វេឧទាហរណ៍មួយទៀតតកតងទៅនឹងកាយវិញ្ញាណ Elle a senti une main sur son épaule មានន័យថានាងបានមានអារម្មណ៍ថាមានដៃមួយលើស្មារបស់នាងឧទាហរណ៍មួយទៀតដោយប្រើវាជាមួយនឹងគុណនាម Ce gâteau sent bon ça donne envie មានន័យថានំនេះមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំឧទាហរណ៍មួយទៀតតកតងទៅនឹងរសជាតិ Je sens une pointe d'amertume dans ce café មានន័យថាខ្ញុំមានអារម្មណ៍ថាមានរសជាតិល្វីងបន្តិចនៅក្នុងកាហ្វេនេះឧទាហរណ៍មួយទៀតដោយប្រើកិរិយាសព្ទមួយនេះដើម្បីនាំមក clear up Je sens que quelque chose ne va pas មានន័យថាខ្ញុំមានអារម្មណ៍ថាអ្វីមួយគឺខុសប្រក្រតីឬក៏ខ្ញុំមានអារម្មណ៍ថាមានបញ្ហាអ្វីមួយឧទាហរណ៍មួយទៀតដែលមានន័យស្តៀងគ្នា Je sens qu'il va pleuvoir មានន័យថាខ្ញុំមានអារម្មណ៍ថាមេឃនឹងរកភ្លៀងឧទាហរណ៍ទាំងពីរចុងក្រោយអំបញ្ញមិញគឺជាការដឹងដោយវិចារណញាណដែលវាទាក់ទងទៅនឹងការមានអារម្មណ៍ថាអ្វីមួយនឹងកើតឡើងដោយឯងចំពោះកិរិយាសព្ទសង់ទៀកវិញគឺជាសកម្មភាពដែលបង្ហាញពីសភាពឬក៏ការមានអារម្មណ៍របស់យើងផ្ទាល់ដែលតាក់ទងទៅនឹងអារម្មណ៍ផ្នែកខាងក្នុងផ្នែកផ្លូវកាយផ្នែកផ្លូវចិត្តឬក៏ការមានអារម្មណ៍បែបដោយស្វ័យប្រវត្តិជាភាសាខ្មែរយើងអាចបកប្រែវាថាមានអារម្មណ៍ថាបែបណាមួយដែលយើងប្រើវាជាមួយប្រភេទគុណនាមដែលនិយាយអំពីអារម្មណ៍ឬសភាពឧទាហរណ៍ Je me sens fatigué មានន័យថាខ្ញុំមានអារម្មណ៍ថាអស់កម្លាំងឧទាហរណ៍មួយទៀត Il se sent triste depuis le départ de son père មានន័យថាគាត់មានអារម្មណ៍ខូចចិត្តចាប់តាំងពីការចាក់ចេញរបស់ពុករបស់គាត់មកឧទាហរណ៍ចុងក្រោយ Nous nous sommes sentis mal à l'aise មានន័យថាពួកយើងបានមានអារម្មណ៍មិនស្រួលចំណុចដែលគួរចំណាំគឺថាយើងប្រើកិរិយាសព្ទសង់ទៀកជាមួយអ្វីៗដែលយើងអាចដឹងដោយញាណ4គឺជីវវិញ្ញាណតកតងនឹងអណ្ដាតកាយវិញ្ញាណដែលតកតងទៅនឹងស្បែកឬដៃឃានវិញ្ញាណដែលតកតងទៅនឹងច្រមុះហើយនឹងញាណតកតងទៅនឹងការដឹងអ្វីមួយថាយ៉ាងណាដោយឯងចំពោះកិរិយាសព្ទសង់ទៀកវិញយើងប្រើវាដើម្បីនិយាយតកតងទៅនឹងការមានសភាពឬក៏អារម្មណ៍របស់មនុស្សឬសត្វថាយ៉ាងណាថាសប្បាយឬខូចចិត្តថាអស់កម្លាំងឬស្វាហាប់ឬក៏ថាមានសុវត្ថិភាពឬក៏មិនមានសុវត្ថិភាពជាដើមចំណុចដែលងាយច្រឡំពេលយើងប្រើប្រធានដូចគ្នាជាមួយនឹងកិរិយាសព្ទទាំងពីរនេះឧទាហរណ៍ទី1 Je sens bon និងឧទាហរណ៍ទី2 Je me sens bien បើសិនជាយើងនិយាយថា Je sens bon នោះយើងចង់និយាយថាយើងមានក្លិនក្អូបឬក៏ក្លិនល្អមានន័យថាយើងបញ្ចេញក្លិនក្អូបឬក៏ក្លិនល្អហ្នឹងតែបើសិនជាយើងនិយាយថា Je me sens bien នោះយើងចង់និយាយពីសភាពរបស់យើងឬអារម្មណ៍របស់យើងថាយើងមានអារម្មណ៍ល្អឬក៏អារម្មណ៍សប្បាយចិត្ត